chẳng sầm rạp môi tiết trong nội từ lược xài phơn motor hay nằng xài solar cứ dân thua ca pra cứ dân mơ từ lược xài này tại sao ta tamประเภท motor นี่មួយគឺការបែងចែកខ្សែប្រើប្រាស់គឺខុសគ្នាអញ្ចឹងសម្រាប់ខ្សែ motor កម្លាំងចាប់ពីកន្លះសេះមួយសេះកន្លះពីរសេះយើងអាចធ្វើការប្រើប្រាស់ជាមួយនឹងខ្សែ motor នេះខ្សែពណ៌ខៀវនេះទំហំខ្សែ2កន្លះគុណនឹង4ដោយសារប្រភេទខ្សែ solar គឺយើងប្រើនៅប្រភេទខ្សែ4សរសៃអញ្ចឹងយើងអាចប្រើជាមួយនឹងខ្សែលេខ4គុណនឹង2កន្លះចឹងសម្រាប់ខ្សែ solar គឺយើងប្រើប្រាស់នៅប្រភេទខ្សែសម្រាប់ motor solar តែម្ដងអញ្ចឹងខ្សែ solar នេះគឺយើងតបជាប់ពីបបជាទៅទាំង solar អញ្ចឹងយើងជ្រើសរើសនៅប្រភេទខ្សែ1គុណនឹង4សម្រាប់ប្រភេទ motor 1សេះ2សេះ3សេះអញ្ចឹងយើងអាចមើលនៅលើនេះបានលេខ1គុណនឹង4អញ្ចឹងខ្សែ motor ទេតែលេខ4ជាប្រភេទខ្សែធំហើយវាចម្លងភ្លើងបានល្អដោយសារបើយើងប្រើប្រាស់នៅប្រភេទខ្សែទូចពេកវាចម្លងភ្លើងអត់បានល្អហើយប្រើយូរក្តៅខ្សែអាចនឹងមានផលប៉ះពាល់ឆេះទៅលើប្រអប់បញ្ជីនេះឬក៏ឆេះខ្សែអញ្ចឹងយើងជៀសវាងកុំឲ្យមានបញ្ហាយើងសុខចិត្តជ្រើសរើសនៅប្រភេទខ្សែធំល្អហើយគុណភាពខ្ពស់ហើយសម្រាប់ប្រភេទ motor ខ្នាតធំចាប់ពី5សេះកន្លះឡើងទៅសម្រាប់ខ្សែ motor យើងអាចប្រើប្រភេទខ្សែលេខ4ការ៉េអញ្ចឹងខ្សែ motor ដូចគ្នាអញ្ចឹងខ្នាត5សេះកន្លះ7សេះកន្លះនិង10សេះគឺយើងអាចប្រើប្រាស់ជាមួយនឹងខ្សែលេខ4បានហើយនឹងខ្នាតចាប់ពី10សេះឡើងទៅគឺយើងអាចប្រើប្រាស់ជាមួយនឹងខ្សែលេខ6ការ៉េធំជាងនេះតិចទៀតដើម្បីការពារកុំឲ្យថាប្រើយូរវាឆាប់ក្តៅហើយផលប៉ះពាល់ដល់ motor ឬក៏ប្រអប់បញ្ជាអញ្ចឹងសម្រាប់ប្រភេទ motor កម្លាំងចាប់ពី10សេះទៅសម្រាប់ខ្សែដែលយើងដំឡើងជាមួយនឹងប្រអប់បញ្ជាទៅទាំង solar យើងត្រូវជ្រើសរើសនៅប្រភេទខ្សែដែលមានទំហំធំប្រភេទខ្សែនេះជាប្រភេទខ្សែ1គុណនឹង6អូខេចាំឲ្យខ្ញុំរកខ្នាតឲ្យនេះខ្នាត1គុណនឹង6នេះទំហំខ្សែ6ការ៉េហើយខ្សែនេះមอเตอร์ไซค์ទេអញ្ចឹងខ្នាតខ្សែយើងត្រូវជ្រើសរើសនៅប្រភេទខ្សែ solar ដោយសារប្រភេទខ្សែភ្លើងធម្មតាប្រើអត់បានទេអញ្ចឹងខ្សែនេះជាខ្សែពិសេសសម្រាប់ motor បូមទឹក solar ដែលយើងតម្លើងជាមួយនឹងប្រអប់បញ្ជាមកទាំងអញ្ចឹងទាំងខ្សែក្រហមទាំងខ្សែខ្មៅគឺត្រូវប្រើប្រាស់នៅខ្នាតខ្សែលេខ6ដូចគ្នាហើយសម្រាប់ពាក់ព័ន្ធនឹងការថែទាំទូគឺយើងត្រូវអាសាឆែកទៅលើកន្លែងជើងរ៉ៃនេះដែលយើងចាប់ជាមួយខ្សែ motor ខ្សែ solar ឬក៏ខ្សែភ្លើងរត់ផ្សេងអញ្ចឹងយើងត្រូវថែទាំគឺរឹតបន្តឹងវាបន្ថែមដោយសារពេលខ្លះយើងប្រើរយៈពេលយូរខ្សែភ្លើងវាក្តៅទៅវាធូរវាអាឡុងតិចតួចអញ្ចឹងយើងអាសាឆែកជិះវាងករណីវាអាឡុងប្រើយូរឆេះដូចគ្នាហើយនឹងមួយទៀតពាក់ព័ន្ធនឹងចន្លោះប្រហោងទូយើងព្យាយាមឆែកកុំឲ្យមានចន្លោះប្រហោងអាសាការពារកុំឲ្យកូនសត្វឬក៏សម្ោចឬក៏សត្វអីផ្សេងជីងចក់អីតែចូលវាអាចចូលទៅរស់នៅក្នុងហ្នឹងនៅនេះផងនៅក្នុងនេះផងដល់ពេលនៅយូរក៏វាធ្វើការឆ្លងដែរហើយនឹងមួយទៀតការពារនៅជាតិសំណើមដោយសារទីតាំងខ្លះព្រឹកឡើងអាចមានសំណើមអញ្ចឹងបើយើងដាក់ទូអត់ប្រយ័ត្នប្រយែងទេមានជាតិសំណើមជ្រាបចូលវានឹងធ្វើឲ្យប៉ះឆ្លងចរន្តដូចគ្នា